ខ្ញុំបាទឈ្មោះអ៊ីមពិសីជាចិត្តករនៅតាំងពីព័ន្ធថ្ងៃនេះសម្រាប់ពីព័ន្ធថ្ងៃនេះមានចំណងជើងថាដំណើរសិល្បៈជាមួយនឹងសិល្បករអ៊ីមពិសីបាទរូបភាពសម្រាប់ចូលរួមតាំងនៅថ្ងៃនេះមានចំនួន14ផ្ទាំងហើយមូលហេតុដែលដាក់ចំណងជើងនេះដោយសារពីព័ន្ធនេះផ្សារភ្ជាប់ទៅនឹងដំណើរជីវិតសិល្បៈរបស់ខ្ញុំតបាទទី1សម្រាប់ស្នាដៃទាំងអស់នេះពាក់ព័ន្ធទៅនឹងជីវិតនៅជនបទផងដែរមានជាក្មេងគឺជីវិតជាកសិករហើយមួយទៀតផ្សារភ្ជាប់ទៅនឹងតន្ត្រីខ្មែរដោយសារតន្ត្រីមានទំនាក់ទំនងទៅនឹងជីវិតខ្មែរយើងតាំងពីដើមរហូតមកដល់បច្ចុប្បន្នសម្រាប់ខ្ញុំផ្ទាល់តាំងពីក្មេងមកខ្ញុំចាប់អារម្មណ៍ទៅនឹងតន្ត្រីដែរអញ្ចឹងក៏ខ្ញុំផ្សារភ្ជាប់តន្ត្រីជាមួយនឹងគំនូរជាមួយគ្នាសម្រាប់គុណតម្លៃខ្ញុំគិតថាជាការលើកស្ទួយមួយនៅចំពោះសិល្បៈខាងតន្ត្រីផងដែរតាមរយៈសិល្បៈគំនូរហើយមួយទៀតជាការសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចង់លើកស្ទួយជីវិតជាកសិករខ្មែរដែរចង់បង្ហាញពីគុណតម្លៃជាកសិករតាមពិតទៅចំណុចនេះតាំងពីក្មេងមកខ្ញុំជាកូនកសិកររបស់ថៃខ្ញុំទទួលឥទ្ធិពលតាមរយៈគំនូរនៅតាមវត្តចាប់អារម្មណ៍ហើយគំនូរនឹងរហូតបន្តការគូរហូតបានបន្តការសិក្សាមកដល់ភ្នំពេញហើយមួយទៀតចំពោះតន្ត្រីគឺខ្ញុំគិតថាខ្សែជីវិតរបស់មនុស្សវាហាក់ដូចជាបទចម្រៀងមួយឬក៏ជាតន្ត្រីមួយចឹងវាមាន flow ឡើងចុះវាជួបការលំបាកជួបភាពរីករាយមានគ្រប់រសជាតិបាទសម្រាប់ពិព័រណ៍នេះតាំងរយៈពេល3ខែនៅស្ថានភាពរ៉ាហ្វូនេះហើយចំពោះរយៈពេលនៃការបង្កើតស្នាដៃទាំងអស់នេះខ្ញុំគូតាំងពីឆ្នាំ2024តែបញ្ចប់នៅឆ្នាំ2025ជាឆ្នាំចំពោះការចូលរួមទស្សនាបាននៅសេរីរយៈពេល3ខែហ្នឹងបាទរយៈពេល3ខែចំពោះប្រវត្តិសិល្បៈការចូលរួមសិល្បៈរបស់ខ្ញុំតាំងពីឆ្នាំ2013-14មកខ្ញុំចូលរួមច្រើននៅក្រៅប្រទេសទាំងស្រុកខ្មែរដូចនៅជប៉ុននៅកូរ៉េត្បូងចិនវៀតណាមហ្វីលីពីនជាដើមឥណ្ឌាមីយ៉ាន់ម៉ាហើយនៅក្នុងស្រុកច្រើនដែរសម្រាប់ការគ្រប់គ្រងមកបែបម្នាក់ម្យ៉ាងម្នាក់ដោយសារការចូលរួមនៅខាងក្រៅជាការចូលរួមមួយផ្លាស់ប្ដូរបទពិសោធន៍ណាយើងអាចស្វែងយល់ពីបរិបទសិល្បៈនៅស្រុកគេហើយនឹងស្វែងយល់ពីបង្កើតទំនាក់ទំនងជាមួយនឹងសិល្បករខាងក្រៅហើយចំពោះនៅស្រុកខ្មែរយើងជាការចូលរួមផ្សព្វផ្សាយមួយធ្វើឲ្យខ្សែសិល្បៈមានការទទួលស្គាល់កាន់តែច្រើនហើយសម្រាប់ការសង្កេតផ្ទាល់របស់ខ្ញុំបច្ចុប្បន្នសម្រាប់សង្គមខ្មែរយើងឃើញថាមានការចាប់ដើមស្គាល់និងឲ្យតម្លៃសិល្បៈច្រើនជាងមុនដែរសម្រាប់ខ្ញុំយល់ថាសម្រាប់ការចូលរួមក្នុងវិស័យសិល្បៈវាជាវិធីមួយមិនងាយស្រួលក៏ប៉ុន្តែអ្វីដែលសំខាន់សេចក្តីស្រឡាញ់របស់យើងរក្សាវាទុកឲ្យជាប់ហើយខំប្រឹងពង្រឹងសមត្ថភាពតាមរយៈការគូរបច្ចេកទេសផ្សេងៗអ្វីដែលសំខាន់គឺពង្រឹង foundation skill មានន័យថាមូលដ្ឋានគ្រឹះឲ្យរឹងមាំដើម្បីដើរបានវែងឆ្ងាយទៅមុខ